នេះគឺជាវត្តបដៅពេនដែលនាមគ្រប់គ្រងហៅថាវត្តពោធិធម្មបដៅពេនវត្តមានទីតាំងស្ថិតនៅភូមិបដៅពេនឃុំវាងប៊ីងស្រុកត្រង់ដេខេត្តស្រុកត្រាំងដែលឥឡូវត្រូវបានប្ដូរមកជាភូមិបដៅពេនឃុំលាវទូទីក្រុងcần thơនៅឆ្នាំ1895ព្រះតេជប្រគុណលំអ៊ឹមបានមកដល់ទីនេះក៏សាងបង្កើតវត្តឡើងដោយដាក់ឈ្មោះថាវត្តពោធិធម្មបដៅពេនពេលទើបបង្កើតដំបូងវត្តត្រូវបានកសាងឡើងនៅសំណង់ស្ថាបត្យកម្មសាមញ្ញមួយចំនួនដូចជាព្រះវិហារកុដិសាលាចាប់តាំងពីថ្ងៃបង្កើតឡើងមករហូតមកដល់បច្ចុប្បន្នវត្តមានព្រះចៅអធិការផ្លូវការចំនួន13អង្គនិងព្រះចៅអធិការបណ្ដោះអាសន្នចំនួន7អង្គក្រោយមកព្រះវិហារត្រូវបានខូចខាតយ៉ាងខ្លាំងនាអន្លង់ឆ្នាំ2005ព្រះចៅអធិការលឹមយឹមក៏បានសម្រេចសាងសង់ឡើងជាថ្មីរហូតដល់2011ទើបបានបញ្ចុះខណ្ឌសីមាដែលឆ្លងកាត់ស្នាដៃ3ព្រះចៅអធិការគឺព្រះចៅអធិការលឹមយឹមព្រះចៅអធិការកៅយ៉ែននិងព្រះចៅអធិការដូយ៉ាញ់ក្រោយមកឧបដ្ឋានសាលាក៏ខូចខាតយ៉ាងខ្លាំងដែរនាអន្លង់ឆ្នាំ2015-2016ព្រះចៅអធិការសឹងភិរមក៏បានសម្រេចសាងសង់ឡើងជាថ្មីឧបដ្ឋានសាលាដើម្បីទំនុកបម្រុងទៅដល់ពុទ្ធបរិស័ទនិងព្រះសង្ឃមិនត្រឹមជាឧបដ្ឋានសាលាទេនៅមានសមិទ្ធផលផ្សេងៗទៀតដែលជាស្នាដៃរបស់ព្រះអង្គ